កសែតជប៉ុនថាដោយសារឆ្លុះគ្នាជាមួយកម្ពុជាបកកណ្ដាលអំណាចថៃដែលគ្រប់គ្រងយោធាអាចនឹងឈ្នះឆ្នោតយោងតាមរបាយការណ៍វិភាគរបស់កសែតខ្ជូដូរបស់ប្រទេសជប៉ុនដែលបានចុះផ្សាយកាលពីពេលថ្មីនេះបាននិយាយថាគណៈបកកណ្ដាលអំណាចថៃពលគឺគណៈបកភូមិใจថៃក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះលោកអនុទិនច័ន្ទវីរៈគុលបានប្រើប្រាស់បញ្ហាព្រំដែនជាមួយកម្ពុជាដើម្បីស្រោចស្រង់ប្រជាប្រិយភាពនិងកំណត់ជោគវាសនានៃការបោះឆ្នោតជាតិថៃដែលនឹងចូលមកដល់នៅពេលឆាប់ៗខាងមុខនេះបញ្ហាព្រំដែនរវាងថៃនិងកម្ពុជាមិនត្រឹមតែជាបញ្ហាសន្តិសុខប៉ុណ្ណោះទេប៉ុន្តែក៏កំពុងក្លាយជាកត្តាសំខាន់មួយដែលមានឥទ្ធិពលដោយផ្ទាល់ទៅលើនយោបាយនៅក្នុងស្រុកថៃជាពិសេសនៅមុនពេលការបោះឆ្នោតជាតិថៃចូលមកដល់នៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ខាងមុខរបាយការណ៍វិភាគថាតាំងពីអតីតកាលយោធាថៃតែងតែជាប្រធានបទនៃការឆ្លោះប្រកែកនិងការរិះគន់ពីសាធារណជនដោយសារតួនាទីក្នុងរដ្ឋប្រហារជាច្រើនលើកនិងការបង្ក្រាបបាតកម្មទោះជាយ៉ាងណាចំនួនព្រំដែនរវាងថៃនិងកម្ពុជានាពេលថ្មីនេះបានធ្វើឲ្យអារម្មណ៍សាធារណជនថៃបានផ្លាស់ប្ដូរយ៉ាងច្បាស់សម្រាប់ប្រជាពលរដ្ឋថៃមួយចំនួនយោធាថៃត្រូវបានគេមើលឃើញថាកំពុងដើរតួយ៉ាងសំខាន់ក្នុងការការពារអធិបតេយ្យភាពជាតិជូនប្រទេសថៃការប៉ះទង្គិចតាមព្រំដែននិងការបង្ហាញភាពត្រៀមខ្លួនរបស់កងទ័ពបានជួយឲ្យយោធាថៃត្រឡប់មកទទួលការគាំទ្រសារជាថ្មីជាពិសេសតាមរយៈបណ្ដាញសង្គមយ៉ាងណាការផ្លាស់ប្ដូរអារម្មណ៍ជាសាធារណៈនេះបានផ្ដល់អត្ថប្រយោជន៍ផ្នែកនយោបាយជាច្រើនដល់គណៈបកអភិរក្សនិយមប៉ុន្តែបកភូមិใจថៃរបស់នាយករដ្ឋមន្ត្រីចាំផ្ទះលោកអនុទិនច័ន្ទវីរៈគុលដែលប្រកាន់ជំហរយ៉ាងរឹងមាំនៅក្នុងចំនួននឹងបានអនុញ្ញាតឲ្យយោធាមានសេរីភាពខ្ពស់ក្នុងការប្រតិបត្តិការម្យ៉ាងវិញទៀតគណៈបកដែលធ្លាប់តែប្រឆាំងនឹងយោធាដូចជាគណៈបកប្រជាជនថៃត្រូវបានបង្ខំឲ្យកែប្រែវោហារសាស្ត្ររបស់ខ្លួនដោយជំនួសឲ្យការរិះគន់យោធាចំមកជាការបង្ហាញគោលជំហរគាំទ្រការការពារជាតិនិងការបែងចែកថវិកាសន្តិសុខដើម្បីជៀសវាងការបាត់បង់ការគាំទ្រពីអ្នកបោះឆ្នោតត្បិតការកែប្រែសម្លេងនយោបាយនេះបានបង្ហាញថាចំនួនព្រំដែនបានបង្កើតបរិយាកាសថ្មីមួយដែលការរិះគន់យោធាคล้ายទៅជារឿងដ៏លំបាកជាងមុននៅក្នុងសង្គមថៃជាក់ស្ដែងបើទោះបីជាការស្ទង់មតិនាពេលថ្មីនេះបានបង្ហាញថាសំទុះគាំទ្រគណៈបកប្រជាជនថៃនៅតែនាំមុខគេប៉ុន្តែបកភូមិใจថៃក៏កំពុងស្វែងរកសម្លេងគាំទ្រយ៉ាងសស្រាក់សស្រាំផងដែរអ្នកវិភាគជាច្រើនបានយល់ឃើញថារលកនៃជាតិនិយមនិងការគាំទ្រយោធាអាចធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតមានការប្រែប្រួលនៅនាទីចុងក្រោយទោះជាយ៉ាងណាប្រជាប្រិយភាពយោធានេះក៏អាចមានលក្ខណៈបណ្ដោះអាសន្នផងដែរបើតាមប្រវត្តិនយោបាយថៃបានបង្ហាញថាសំទុះនៃការគាំទ្រយោធាថៃបានកើនឡើងនៅពេលមានវិបត្តិសន្តិសុខប៉ុន្តែអាចនឹងថយចុះវិញនៅពេលដែលស្ថានភាពត្រឡប់ទៅរកស្ថិរភាពយ៉ាងណាភាពតានតឹងរវាងថៃនិងកម្ពុជាដែលកើតចេញពីចំនួននៅតាមព្រំដែនដ៏រ៉ាំរ៉ៃបានកើតឡើងស្របពេលដែលប្រទេសថៃកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចការថយចុះនៃភ្ញៀវទេសចរនិងភាពមិនប្រកបប្រជាក្នុងបញ្ហានយោបាយថៃដ៏សែនក្រឡាប់ចាកដូច្នេះសម្រាប់អ្នកបោះឆ្នោតថៃជាច្រើនចំនួនព្រំដែនជាកត្តាដ៏សំខាន់មួយប៉ុន្តែមិនមែនជាកត្តាតែមួយដែលកំណត់ជម្រើសបោះឆ្នោតរបស់ពួកគេនោះទេសរុបមកចំនួនព្រំដែនជាមួយកម្ពុជាបានធ្វើឲ្យយោធាថៃអាចត្រឡប់មកកណ្ដាលឆាកនយោបាយថៃវិញប៉ុន្តែកំពុងធ្វើឲ្យប៉ះពាល់ដល់ទិសដៅនៃការបោះឆ្នោតជាតិថៃទោះបីជាយ៉ាងណាលទ្ធផលចុងក្រោយនឹងអាស្រ័យនៅលើថាតើរលកនៃជាតិនិយមនេះអាចនឹងបន្តដល់ថ្ងៃបោះឆ្នោតឬអាចនឹងថយចុះវិញនៅពេលដែលបញ្ហាសន្តិសុខត្រូវបានដោះស្រាយ